បាទជំរាបសួរតើហ៊ុនមួយដែលមានតម្លៃ2000ពិតជាធូរថ្លៃជាងហ៊ុនមួយទៀតដែលមានតម្លៃ10000ឬក៏មិនដែរហ្នឹងហើយយើងមើលមកផ្លូវគឺឃើញថាធូរថ្លៃជាងមែនប៉ុន្តែមើលឲ្យយូរទៅបាទយើងឃើញថាវាប្រហែលជាអាចថ្លៃជាងអាចធូរថ្លៃជាងតើថ្លៃជាងមិនតើធូរថ្លៃជាងមិនហ្នឹងហើយខ្ញុំឧទាហរណ៍លេងមួយថាយើងទៅទិញបាយហ្នឹងហើយមួយចានអឺមួយចាន5000មួយចានទៅ10000មួយចាន5000យើងមើលមកផ្លូវគឺធូរថ្លៃជាងមួយចាន10000ហ្នឹងតែបើសិនជាយើងយកមកញ៉ាំមកឃើញថាបាយមួយចាន5000ហ្នឹងចង់ផ្អូមអត់ឆ្ងាញ់អីណាធំក្លិនឬក៏អីហ្នឹងទៅហើយស្រាប់តែមួយចាន10000ទៀតហ្នឹងយើងយកមកញ៉ាំគឺឆ្ងាញ់មែនតែនសាច់ច្រើនឬក៏យ៉ាងម៉េចអីទៅដែលយើងទៅផ្សារធ្វើខ្លួនឯងអស់10000ជាងមិនបានបាយមួយចានហ្នឹងឬក៏អីទៅយើងឃើញថាអូ5000ហ្នឹងថ្លៃ10000ធូរថ្លៃវិញហ្នឹងអញ្ចឹងធៀបមកហ៊ុនវិញក៏ដូចគ្នាដែរហ៊ុនមួយដែលមានតម្លៃ2000មិនប្រកាសថាធូរថ្លៃជាងហ៊ុនមួយទៀតដែលមានតម្លៃ10000ទេអញ្ចឹងគឺយើងមើលទៅលើរបស់មួយចំនួននៅពីក្រោយដូចគ្នាដូចបាយយ៉ាងណាយើងទៅមើលសាច់មើលអង្គទៅមើលបន្លែមើលអីធាតុផ្សំអញ្ចឹងទៅហ៊ុនដូចគ្នាយើងទៅមើលអីមួយចំនួនទៀតហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងយើងនាំគ្នាទៅមើលរបស់មួយចំនួនទៀតហ្នឹងដែរវាមានច្រើនជាង slide របស់ខ្ញុំហ្នឹងហើយមានច្រើនជាង PE PB ភាគលាបឬក៏អីហ្នឹងហើយតែយើងថ្ងៃនេះយើងនិយាយតែ4ចំណុចហ្នឹងសិនទេអញ្ចឹងទៅទី1យើងនិយាយអំពី PE បាទ PE ហ្នឹងគឺជារបស់មួយដែលវិនិយោគិនយើងអាសាយើងមកមើលជាងគេបងអាចមកមើលនៅកន្លែងនេះបានហ្នឹងហើយយើងចូលមកពាក្យហ៊ុនណាមួយទៅយើងមកកន្លែងព័ត៌មានពាក្យហ៊ុនបាទហើយយើងអស់ចុះក្រោមបន្តិចទៅហ្នឹងហើយតែនេះមានប្រាក់ចំណេញក្នុងមួយហ៊ុនហ្នឹងហើយនឹងថ្លៃក្នុងមួយថ្លៃលើចំណេញអញ្ចឹងថ្លៃហ្នឹងគឺ P ហ្នឹងហើយចំណេញគឺ E ហ្នឹងហើយ E ហ្នឹងគឺ earning per share យើងយកថ្លៃហ៊ុនហ្នឹងយកមកចែកជាមួយនឹងប្រាក់ចំណេញក្នុងមួយហ៊ុនមកគឺឃើញ5ហ្នឹងហើយយើងយកថ្លៃហ៊ុនចែកឲ្យ B អីទៅឃើញ0.63ទៅហ្នឹងហើយយើងនិយាយមួយឥឡូវយើងនិយាយ PE ហ្នឹងសិនយើងនិយាយ PE ហ្នឹងសិនអញ្ចឹង PE បងមកមើលនៅកន្លែងហ្នឹងក៏បានបងចូលលើ website យើងមកមើលនៅកន្លែងនេះក៏បានដែរហ្នឹងហើយចូលមកលើ website យើងមកកន្លែងទិន្នន័យទីផ្សារបាទទិន្នន័យទីផ្សារសង្ខេបការជួញដូរអីមកហ្នឹងហើយគឺឃើញ PE PB នៅលើហ្នឹងហើយបាទនៅលើហ្នឹងហើយអូខេឥឡូវ PE PB យើងមើលថាម៉េចហ្នឹងហើយខ្ញុំឧទាហរណ៍ឡើងវិញឧទាហរណ៍ថាហ៊ុនមួយបាទផែនពេញនឹងចោះហ្នឹងហើយផែនពេញយើងចូលមកមើលមកឃើញថាបាទយើងឃើញថា PE គាត់5ហ្នឹងហើយយើងឃើញថា PE 5អញ្ចឹងយើងឧទាហរណ៍គ្នាស្រួលមើលជាមួយគ្នាមួយហ្នឹងហើយឧទាហរណ៍ថាក្រុមហ៊ុន A ហ្នឹងហើយក្រុមហ៊ុន A ថ្លៃរបស់គាត់ឥឡូវ10000បាទហើយក្រុមហ៊ុន B ថ្លៃរបស់គាត់ឥឡូវ5000បាទយើងមើលមួយផ្លេតមកឃើញថា A ធូរថ្លៃជាង B ឬក៏ A ថ្លៃជាង B ហ្នឹងហើយយើងមើលមួយផ្លេតមកឃើញថា10000ថ្លៃជាង5000បាទ10000ថ្លៃជាង5000បាទតែមែនតើតើពិតជាអញ្ចឹងមែនឬក៏អីហ្នឹងហើយបាទបើសិនជាខ្ញុំប្រាប់ថាក្រុមហ៊ុន A ឆ្នាំមុនគាត់ចំណេញបានមួយហ៊ុន2000រៀលបាទក្រុមហ៊ុន B ចំណេញមួយឆ្នាំបានតែ500រៀលទេហ្នឹងហើយបើបងមើលនឹងផ្នែកបងគិតថាហ៊ុនមួយណាថ្លៃជាងឬក៏ថោកជាងអានេះ10000ចំណេញ2000អានេះ5000មិនមែនចំណេញ1000ទេចំណេញបានតែ500ទេដល់ពេលអញ្ចឹងទៅយើងឃើញនឹងផ្នែកឃើញថាអូរបស់នេះដូចជាធូរថ្លៃជាងហ្នឹងហើយឬក៏បងពិបាកគិតខ្ញុំគិតចេះវិញហ្នឹងហើយអានេះ10000ចំណេញ2000អានេះ10000ចំណេញបានតែ500ទេអញ្ចឹងយើងមើលនឹងផ្នែកយើងឃើញថាអូ10000នេះតាមពិតធូរថ្លៃជាងហ្នឹងហើយយើងអាចគិតអញ្ចឹងបានហ្នឹងហើយអញ្ចឹង PE ហ្នឹងយើងស្មើ P ចែក E ហ្នឹងហើយ10000ចែក2000បាន5បាទ10000ចែក500បាន20អញ្ចឹង PE ហ្នឹងគឺកាន់តែតូចវាបញ្ជាក់ថារបស់ហ្នឹងគឺកាន់តែធូរថ្លៃហ្នឹងហើយរបស់ហ្នឹងគឺកាន់តែធូរថ្លៃបើមិនជាហ៊ុនហ្នឹង5000ចែកឲ្យ500ក៏បាន10ដែរហ្នឹងហើយអញ្ចឹង PE ហ្នឹងកាន់តែតូចគឺកាន់តែល្អសំណួរសួរបន្តទៀតហ្នឹងហើយថាតើកាន់តែតូចកាន់តែល្អមែនឬក៏មិនវាប្រហែលជាល្អតែក៏មិនប្រកាសថាវានឹងឡើងថ្លៃឲ្យស្អែកដែរហ្នឹងហើយប៉ុន្តែវាបង្ហាញថាហ៊ុនហ្នឹងធូរថ្លៃហ្នឹងហើយហ៊ុនហ្នឹងធូរថ្លៃហើយE ដែលយើងយកមកប្រើនេះគឺជាប្រាក់ចំណេញ4ត្រីមាសចុងក្រោយឬក៏ឆ្នាំមុនទេបើសិនបើបងអាចព្យាករទៅអនាគតទៀតឃើញថាក្រុមហ៊ុន A ឆ្នាំក្រោយប្រហែលជាចំណេញបានតែ1000ទេក្រុមហ៊ុន B នេះឆ្នាំក្រោយប្រហែលចំណេញបាន3000វិញឧទាហរណ៍ហ្នឹងហើយអញ្ចឹងបងអាចព្យាករទៅក៏បានដែរអញ្ចឹងបងឃើញថាឆ្នាំក្រោយតម្លៃហ៊ុននេះគួរតែហ្នឹងហើយគួរតែចុះវិញទៅព្រោះគាត់ឆ្នាំក្រោយអាចដល់ស៊ីមិនសូវចំណេញដូចឆ្នាំមុនហ្នឹងហើយចុះពី2000មក1000ហើយក្រុមហ៊ុននេះវាឡើងពី300ទៅមកឡើងពី500ទៅ3000អីចឹងទៅអញ្ចឹងហ៊ុននេះវាអាចមិនមែន5000វាអាចឡើងទៀតអញ្ចឹងទៅហ្នឹងហើយនេះជាការព្យាកររបស់បងបន្ថែមក៏បានដែរអញ្ចឹងត្រឡប់មកវិញ PE កាន់តែតូចបញ្ជាក់ថាតម្លៃហ៊ុនរាល់ថ្ងៃគឺធូរ
តែខ្ញុំបញ្ជាក់មិញធូរមែនមិនគាត់ថាត្រូវតែឡើងភ្លាមមកទេវាមានកត្តាផ្សេងយកមកកំណត់បន្ថែមទៀតគ្រាន់តែកាន់តែតូចកាន់តែធូរសំណួរសួរមកមួយទៀតថាតើប្រមាណធូរប្រមាណមិនធូរហ្នឹងហើយក្រុមហ៊ុន A ក្រុមហ៊ុន B នេះយើងអាចយកមកធៀបបានតតែក្រុមហ៊ុនហ្នឹងនៅក្នុងវិស័យដូចគ្នាឬក៏ស្តៀងគ្នាទៀតយើងអត់យកវិស័យកសិកម្មទៅធៀបជាមួយសុខាភិបាលយកវិស័យ technology ទៅធៀបជាមួយវិស័យលក់ឡានអីយើងអត់ធៀបគ្នាទេហ្នឹងហើយព្រោះលក់ឡានដូចគ្នាធ្វើកំពង់ផែដូចគ្នាធ្វើជាអ្នកគ្រប់គ្រងទឹកបាទយើងគ្រប់គ្រងទឹកដូចគ្នាហ្នឹងហើយអញ្ចឹងបងអាចចូលទៅ Google ក៏បានហើយឥឡូវយើងមាន AI យើងមុនយើងអាចសួរ AI ទៅក៏បានហ្នឹងហើយអញ្ចឹងបងអាចសរសេរជាភាសាខ្មែរហ្នឹងហើយក៏បានដែរព្រោះខ្ញុំទៅអង់គ្លេសក៏អង់គ្លេសហ្នឹងហើយ what is the average ឬក៏ benchmark អីចឹងទៅហ្នឹងហើយពេលខ្លះទៅយើងកុំធៀបជាមួយនឹងប្រទេសឆ្ងាយពេកយើងធៀបនឹងតំបន់យើងក្បែរយើងអញ្ចឹងបើសិនជាខ្ញុំកំពុងតែវិនិយោគលើផែនពេញផែនកំពង់សោមខ្ញុំអាចទៅសួរ AI អញ្ចឹងទៅថាតើ PE ដែលជា average ឬក៏ជា median នៅក្នុងតំបន់អាស៊ានយើងនៅក្នុងវិស័យផែហ្នឹងអញ្ចឹងគាត់ឆ្លើយមកហើយថាតើជាមធ្យមប្រហែលប្រមាណបាទហ្នឹងអញ្ចឹងគឺគេថាអាច11ជាងអីចឹងទៅបាទអញ្ចឹងអាច11ជាងអញ្ចឹងយើងត្រឡប់មកវិញខ្ញុំមានទិន្នន័យ11ហ្នឹងហើយអញ្ចឹង11អញ្ចឹងត្រឡប់មកវិញ11ហើយយើងគិតថានេះកំពុងថែដែរហ្នឹងហើយអញ្ចឹងបើសិនជា average benchmark 11អញ្ចឹងหมายថា5នេះកាន់តែធូរថ្លៃ10នេះក៏នៅតែមិនទាន់ថ្លៃដែរយើងត្រឡប់មកវិញ PE ស្មើ P ចែក E អញ្ចឹងយើងត្រឡប់មកវិញបើសិនជាឆ្នាំក្រោយយើងរំពឹងថាបោះគាត់នេះក្រុមហ៊ុនផែ A មិញហ្នឹងប្រាក់ចំណេញមកគាត់1500ឧទាហរណ៍ហ្នឹងហើយ1500ហើយក្រុមហ៊ុន B ឆ្នាំក្រោយយើងរំពឹងថាបាន1000ឧទាហរណ៍ហ្នឹងហើយឧទាហរណ៍លេងអញ្ចឹង PE វាស្មើ P ចែក E បើសិនជាយើងស្គាល់ PE ហើយយើងស្គាល់ E វិញយើងចង់រក P វិញធ្វើម៉េចបងតន់សំណួរយ៉ាងហ្នឹងហើយយើងមាន P មាន E រក PE យើងស្មើ P ចែក E ឥឡូវបើសិនជាខ្ញុំមានហ្នឹងហើយខ្ញុំមាន PE ស្មើ11 PE ស្មើ11ហើយខ្ញុំមាន E វិញហ្នឹងហើយអញ្ចឹងខ្ញុំចង់គណនា P វិញវាស្មើជាមួយនឹង11នេះគុណជាមួយនឹង1500អញ្ចឹង11គុណ1500ឃើញ16500 11គុណជាមួយនឹង1000ឃើញ11000ហ្នឹងហើយអញ្ចឹងបើយើងព្យាករណ៍លេងអញ្ចឹងយើងនឹងឃើញថាP ដែលសមរម្យថ្លៃដែលសមរម្យរបស់ផែ A ហើយនឹងផែ B ហ្នឹងបើយើងធៀបជាមួយនឹងតំបន់នៅក្នុងអាស៊ានយើងដែលយើងគិតថា11ជារបស់មួយសមរម្យអញ្ចឹងយើងយកអាហ្នឹងមកគុណជាមួយនឹង11ទៅគឺឃើញតម្លៃមួយដែលយើងព្យាករណ៍ថានៅអនាគតប្រហែលជាអាចប៉ុណ្ណឹងយើងព្យាករណ៍ចោលទៅអញ្ចឹងតែរបស់នោះគាត់ព្យាករណ៍ចោលវាអាចយកទៅគិតអីថាមកជាវានៅមានកត្តាច្រើនយកមកបូកយកគ្នាទៀតតែឥឡូវខ្ញុំចង់បញ្យល់ PE ប៉ុណ្ណឹងហ្នឹងហើយបងតន់តិចអញ្ចឹង PE ជារបស់មួយយកមកចង់ដឹងថាតើក្រុមហ៊ុនហ្នឹងហើយក្រុមហ៊ុនហ្នឹង PE ទាបឬក៏ខ្ពស់កាន់តែទាបកាន់តែធូរថ្លៃអូខេ PE យើងយកមកធៀបតែនៅក្នុងវិស័យស្រដៀងគ្នាឬក៏ដូចគ្នាទេហើយអញ្ចឹងទាបឬក៏ខ្ពស់ហ្នឹងបងអាចទៅសួរ AI បានហ្នឹងហើយឬក៏គិតឲ្យស្រួលវិស័យធម្មតាក្រោម10ក្រោម15ហ្នឹងគឺទូចហើយបើវិស័យ IT វិស័យសុខាភិបាលអាចលុតដល់20 30អីទៅប៉ុន្តែខ្ញុំត្រឡប់មកវិញហ្នឹងហើយមិនមែនបានន័យថាឲ្យតែ PE តូចឬក៏ហ៊ុនធូរថ្លៃដឹងតែល្អអត់ទេយើងមើលកត្តាផ្សេងទៀតហើយក្រុមហ៊ុនមិនប្រកាសថាធូរថ្លៃហើយវាដឹងតែឡើងថ្លៃថ្ងៃស្អែកក៏អត់ដែរវាមានរឿងផ្សេងនៅពីក្រោយតាក់ទងច្រើនទៀតឧទាហរណ៍មួយពីយុគខ្លះគាត់ជំនាញឬក៏គាត់ឧស្សាហ៍ទៅទិញតែហ៊ុនណាដែលឡើងថ្លៃខ្លាំងទេហ៊ុនណាមិនឡើងថ្លៃហ៊ុនណាធូរថ្លៃហ្នឹងមិនសូវងើបហ្នឹងគាត់អត់ទិញទេគាត់ទិញថ្ងៃហ្នឹងលក់2ថ្ងៃក្រោយទិញថ្ងៃហ្នឹងលក់ស្អែកទៅហ៊ុនតែកំពុងឡើងឡើងថ្លៃហើយហ្នឹងគាត់ទៅទិញអាហ្នឹងគាត់គិតថាទិញថ្ងៃហ្នឹងស្អែកឡើងទៀតអញ្ចឹងទិញថ្ងៃហ្នឹងស្អែកឡើងទៅលក់ចំណេញ 5% ចំណេញ 1% ទៅលក់ចោលទៅបាន 5% ទៅហ្នឹងហើយអាហ្នឹងវារឿងផ្សេងមួយទៀតអញ្ចឹងត្រឡប់មកវិញ PE គឺប៉ុណ្ណឹងបងតន់អូខេអញ្ចឹង PE ហ្នឹងគឺអាចយកមកមើលទូថាតើហ៊ុនមួយហ្នឹង PE ក្រោម10អត់ក្រោម10ធូរថ្លៃបងចាំអញ្ចឹងទៅក៏ស្រួលដែរអញ្ចឹង PE ដែលក្រុមហ៊ុនក្រោម10នៅស្រុកខ្មែរយើងមានច្រើនគួរសមហ្នឹងហើយត្រឡប់មកវិញ PE ដែលធំជាង10មិនមែនបានន័យថាថ្លៃមិនមែនអញ្ចឹងទេហ្នឹងហើយវាមានរឿងផ្សេងនៅពីក្រោយតាក់ទងច្រើនទៀតហ្នឹងហើយគាត់ថាហ៊ុន PE ទាបជាង10រាល់ថ្ងៃមាន Acida ហ្នឹងហើយមានផែកំពង់សោមមានផែអំពេញរបស់ដែលយើងត្រេហ្មងថាគាត់ខាតទៅយើងអត់ដាក់អវិជ្ជមានទេណាត្រេហ្នឹងហើយ
ហើយផែបំពេញមានតំបន់សេដ្ឋកិច្ចពិសេសដូចយ៉ាងក្រុងភ្នំពេញមានតកទឹកបាទ DVD ឆ្នាំមុនចំណេញច្រើនអូខេហើយពីនេះដូចជាខាតដែរអីចឹងទៅពីកាសូអាចខាតអាចមិនទាន់មាន data បាទអញ្ចឹងយើងឃើញប៉ុណ្ណឹងអញ្ចឹង PE កាន់តែតូចកាន់តែល្អអូខេបង yes យើងមកមើលមួយទៀតហ្នឹងហើយអញ្ចឹងមកមើលមួយទៀត PB អញ្ចឹង PB អីគេនិយាយឲ្យស្រួលស្ដាប់ជាងហ្នឹងទេគឺ equity per share វាមិនស្មើ equity per share រហូតទេប៉ុន្តែនិយាយឲ្យស្រួលស្ដាប់ឲ្យស្រួលយល់គឺ equity per share បានន័យថាទ្រព្យរបស់ម្ចាស់ភាគហ៊ុននឹក equity ក្រុមហ៊ុនហ្នឹងមានប្រមាណយើងមកចាយចំនួនហ៊ុនទៅបានមួយហ៊ុនប្រមាណបើយើងនិយាយស្រួលស្ដាប់មួយទៀតទៅបើសិនជាក្រុមហ៊ុនចម្រាស់បញ្ជីចែកលុយគ្នាយើងបានប្រហែលប្រមាណវាអត់ប្រហែលត្រឹមត្រូវពេកទេក្នុង accounting ដល់ពេលយើងចម្រាស់បញ្ជីលក់ឯចាយទៅវាថាជាអញ្ចឹងទេប៉ុន្តែយើងគិតថាអញ្ចឹងទៅអញ្ចឹង B ហ្នឹង book value ហ្នឹង equity per share បានថាបើក្រុមហ៊ុនឈប់រកស៊ីចែកលុយគ្នាយើងបានហើយបានឬក៏បានន័យថាទ្រព្យរបស់ម្ចាស់ភាគហ៊ុនហ្នឹងនៅក្នុងក្រុមហ៊ុនហ្នឹងមួយហ៊ុនបានប្រមាណហ្នឹងហើយអញ្ចឹង book value ហ្នឹងយើងអត់មានទៅសេថាប្រមាណទេប៉ុន្តែយើងមានចែកឲ្យមើលដែរហ្នឹងហើយយើងមានចែកឲ្យមើលដែរអូខេយើងមក Excel យើងវិញបាទដដែលក្រុមហ៊ុន A ក្រុមហ៊ុន A ក្រុមហ៊ុន A តម្លៃហ៊ុនលើផ្សារ 10000 ក្រុមហ៊ុន B តម្លៃហ៊ុននៅលើផ្សារ 5000 ជាទូទៅក្រុមហ៊ុនភាគច្រើនគេអត់មើល PB ទេគ្រាន់តែវិនិយោគិនខ្លះដែលគាត់ជាវិនិយោគិន long term គាត់មើល PB ព្រោះគាត់ទិញហ៊ុនហ្នឹងគាត់ចង់វិនិយោគsecure របស់គាត់គាត់ត្រូវការហត់លូតមួយឆ្នាំ 20-30% ឬក៏ទៅណាគាត់ត្រូវការតែមួយឆ្នាំ 10% 7-8% 5-10% មិនសមទុកឲ្យកូនឬក៏អីយ៉ាងទេគាត់ត្រូវការក្រុមហ៊ុនមួយដែល secure ហ្នឹងហើយអានេះជាច្បាប់របស់ Warren Buffett មួយដែរបីតាវិនិយោគសារហ៊ុនយើងហ្នឹងអញ្ចឹងគាត់រកហ៊ុនណាដែល secure ហើយគាត់ឆ្លាញ់ហ៊ុនណាកាន់តែល្អបើសិនជា PB ទៅជាង1ហ្នឹងអីចឹងទៅអញ្ចឹងក្រុមហ៊ុនភាគច្រើនខ្ញុំនិយាយភាគច្រើនសិនហើយក្រុមហ៊ុនភាគច្រើនគឺយើងមើលឲ្យចោលទេ PB ហ្នឹងយើងមើលឲ្យចោលទេគាត់តែយើងដឹងថាវាប្រហែលប៉ុណ្ណឹងដែលវាតូចជាង1ឬក៏ធំជាង1ឬក៏តូចជាង1កន្លះឬក៏អត់ដូចចឹងទៅហ្នឹងហើយតូចជាង1អាចថាមិនហ្នឹងហើយក្រុមហ៊ុន A តម្លៃហ៊ុនលើផ្សារលើ 10000 ទ្រព្យសកម្មរបស់ភាគហ៊ុននឹកសំដៅនឹងទ្រព្យភាគហ៊ុននឹកក្នុងមួយហ៊ុនរបស់ក្រុមហ៊ុន A ហ្នឹងយើងមើលទៅឃើញថាមាន 12000 បើក្រុមហ៊ុនឈប់រកស៊ីជំរះបញ្ជីចែកលុយគ្នាមួយហ៊ុនយើងបាន 12000 តែក្រុមហ៊ុន B មួយហ៊ុនជំរះបញ្ជីចែកលុយគ្នាយើងបានតែ 2000 លុយខ្មែរទេបើមើលដដែលហ្នឹងហើយមើលអាផ្លែនោះគឺឃើញថាក្រុមហ៊ុន A គឺធូរថ្លៃជាងក្រុមហ៊ុន B ក្រុមហ៊ុន A បើលក់ទិញហ៊ុនថ្ងៃហ្នឹងទៅហើយបនឲ្យក្រុមហ៊ុនឈប់រកស៊ីចែកលុយគ្នាយើងបាន 12000 ប្រហែលប៉ុណ្ណឹងក្រុមហ៊ុន B យើងទិញតម្លៃ 5000 ទៅបើក្រុមហ៊ុនស្អែកមានបញ្ហាឬក៏យ៉ាងម៉េចមានបញ្ហាឬផ្សេងតែយើងថាបើសិនជាគាត់ធម្មតាឈប់រកស៊ីចែកលុយគ្នាយើងបានតែថា 2000 ទេហ្នឹងហើយអញ្ចឹងយើងយកមួយទៀតយើងយក PB ហ្នឹងហើយអញ្ចឹងយក P ចែក B មកយើងឃើញថា 10000 ចែក2បានប្រហែលទេហ្នឹងហើយបាន 0.83 យក 5000 ចែកឲ្យ 2000 បាន 2 កន្លះហ្នឹងហើយបាន 2 កន្លះអញ្ចឹងយើងឃើញថា PB ហ្នឹងដូច PE ដែរកាន់តែតូចកាន់តែល្អតែត្រឡប់មកវិញហ្នឹងហើយវិនិយោគិនទូទៅយើងអត់មើល PB ទេដោយសារតែក្រុមហ៊ុនគាត់មិនមែនឈប់រកស៊ីចាក់ដូចគ្នាទេហើយក៏យើងមិនរំពឹងថាមានរឿងអីភ្លាមឬក៏អីយើងអត់រំពឹងអញ្ចឹងទេយើងមើលដែរយើងមើលឲ្យចោលយើងមើលដែរយើងមើលថាហ៊ុនហ្នឹងវារឿងសុខភាពឬក៏អត់មិនថាមិនមើលទេយើងមើលដែរហើយមើលទៅសុខភាពឬក៏អត់មួយហ្នឹងគ្រាន់តែហ៊ុនហ្នឹងវាអត់បានបញ្ជាក់ពីអនាគតខ្លាំងពេកទេ PE បញ្ជាក់ច្រើនជាង PE និយាយពីបច្ចុប្បន្នអញ្ចឹងឧទាហរណ៍តម្លៃក្រុមហ៊ុន A យើងឃើញអញ្ចឹងចែកមកឃើញអញ្ចឹងក្រុមហ៊ុន B ឃើញអញ្ចឹងចែកឃើញអញ្ចឹងបើសិនជាក្រុមហ៊ុន A ឆ្នាំហ្នឹងរកស៊ីខាតឆ្នាំក្រោយរកស៊ីរួចខ្លួនឆ្នាំក្រោយទៀតរកស៊ីខាតឆ្នាំក្រោយទៀតរកស៊ីរួចខ្លួនមិនដែរក្រុមហ៊ុន B ម្ដងឆ្នាំហ្នឹងចំណេញ200យើងនឹងពឹងថាឆ្នាំក្រោយយើងបាន800យើងពឹងថាឆ្នាំក្រោយទៀតយើងបាន1400យើងនឹងពឹងថាឆ្នាំក្រោយទៀតយើងបាន1800យើងនឹងពឹងថាឆ្នាំក្រោយទៀតយើងបាន2000រៀលក្នុងមួយហ៊ុនអញ្ចឹងបងបិទភ្នែកនឹងពឹង5ឆ្នាំទៀតទៅឃើញថាអានេះស្រួល5ឆ្នាំទៀត equity per share នៅតែ12000ដដែលឧទាហរណ៍តែពេលអានេះវិញដោយសារតែវាកើនខ្លាំងពេកទៅយើងរំពឹងថា5ឆ្នាំទៀត equity per share គាត់ឡើងដល់12000ដែរហើយអានេះវាមានកំណើនទៅរហូតអញ្ចឹងយើងរំពឹងថាហ៊ុននេះវាមិនមែនឡើងទៅតែ12000វាអាចឡើងទៅដល់ច្រើនអីចឹងទៅព្រោះក្រុមហ៊ុនហ្នឹងវាចំណេញច្រើនហ្នឹងចំណេញច្រើនកើនច្រើនរហូតអញ្ចឹងយើងឃើញថា PE តាមមួយមុខអត់អាចយកមកកំណត់ខ្លាំងពេកថាតើ
ក្រុមហ៊ុនហ្នឹងក្រុមហ៊ុនហ្នឹងវាត្រូវតែថោកថ្លៃអត់ទេគាត់យើងអាចមើលបានថា PE តូចជាង1បានថាក្រុមហ៊ុនហ្នឹងសុវត្ថិភាពខ្លាំងហ្នឹងហើយប៉ុន្តែមានវិស័យមួយដែលយើងយក PE យកមកមើលច្រើនដែរហ្នឹងហើយអឺវិស័យហិរញ្ញវត្ថុមានខាង insurance មានខាងធនាគារខាងធនាគារជាដើមអីហ្នឹងគឺយើងភាគច្រើនយើងមើល PB ហ្នឹងយើងមើល PB ដោយធនាគារ Exida យើងចូលចិត្តមើល PB ច្រើនជាង PE ផងមូលហេតុគេគិតថាធនាគារគាត់កម្រិតប្រកួតប្រជែងគាត់ស្រដៀងគ្នាអញ្ចឹងទៅណាគេដែលមាន book value ច្រើននឹងអាចចំណេញច្រើនគិតអញ្ចឹងហើយអញ្ចឹងទៅដូចឧទាហរណ៍ថាថ្ងៃមុនមានធនាគារ Sinopac ខាងណាហុងកុងឬក៏អីខ្ញុំអត់ចាំសំទោសតៃវ៉ាន់គាត់មកទិញរបស់យើងមួយកាលមុនមាន KB ទៅទិញប្រសាក់មួយមានណាគេមកទិញអីណាដល់យើងទៅអញ្ចឹងគឺយើងជាទូទៅគឺគាត់បងអាចទៅលើព័ត៌មានបានហើយស៊ីសាច់យើងក៏ផុសដែរកាលនោះខ្ញុំចាំមិនច្បាស់គឺគាត់ឲ្យ PB ស្មើ 1.8 1.8អញ្ចឹងយើងមាន B ខ្ញុំអត់ចាំតម្លៃចាំលុយសំទោសហ្នឹងអញ្ចឹងឧទាហរណ៍ថាការនោះក្នុងហ៊ុនគាត់ឲ្យបើសិនជា book value របស់គាត់កាលនោះ$1អញ្ចឹងតម្លៃហ៊ុនពេលហ្នឹងគឺ 1.8 ហ្នឹងគឺគាត់គុណឲ្យ 1.8 ដងនៃ book value អូខេបងហ្នឹងហើយ 1.8 ដងអញ្ចឹងបើសិនជាយើងយករបស់ហ្នឹងដូច PE មិនដែរបើយើងយករបស់ហ្នឹងយក 1.8 ហ្នឹងមកធ្វើជា benchmark របស់ធនាគារ Exida វិញហ្នឹងហើយយើងអាចយក 1.8 ហ្នឹងមកអញ្ចឹងទៅអញ្ចឹងយើងទៅរក book value របស់គាត់អញ្ចឹងបើសិនជាបងវិនិយោគនៅផ្សារហ៊ុនយូឃើញនៅ book value គាត់ខែជា1400ជាងសំទោស14000ជាងហ្នឹងហើយ14000ជាងអញ្ចឹងទៅហើយយកមកគុណជាមួយនឹង 1.8 ទៅហ្នឹងហើយយើងឃើញថា 25000 វាមិនគួរ7100ដូចរាល់ថ្ងៃទេវាគួរតែ 25000 តែដោយសារតែបញ្ហាអីណាមួយចំនួនឬក៏អីទៅអញ្ចឹងគឺអត់អាច 1.8 ទេហើយ 1.8 នេះគឺគេចរចាគេរំពឹងគេចង់បានអីយ៉ាងម៉េចទៅបើសិនជាយើងធម្មតាអាចមិនដល់ 1.8 ទេហើយបងដូចគ្នានឹងអាចទៅសួរ Google សួរ AI ដូចគ្នានឹងអញ្ចឹងអាចសួរគេទៅនៅក្នុងវិស័យធនាគារនៅតំបន់អាស៊ានរបស់យើងតើវា average PB ប្រមាណអញ្ចឹងបងស្គាល់ PB ហ្នឹងបងយកមកគុណដូចគុណហ្នឹងទៅអញ្ចឹងឧទាហរណ៍ថាគេថាអស់រាល់ថ្ងៃនេះPB របស់ផ្នែកធនាគារយើងអត់ទៅល្អទេសេដ្ឋកិច្ចយើងរំពឹងថាមិនអីចឹងទៅធនាគារក៏រកស៊ីមិនទៅយ៉ាងម៉េចអីចឹងទៅគាត់ថាឲ្យតែ 0.9 ឧទាហរណ៍ឬក៏ឲ្យតែ 1.1 ហ្នឹងហើយបាទឲ្យតែ 1.1 ឧទាហរណ៍អញ្ចឹងយើងគុណទៅ 1.1 គុណនឹង 14,000 ទៅឃើញថា15400ចឹងទៅក៏មិនមែន 7,100 ដែរបាទអញ្ចឹង PB ក៏យើងមើលចឹងដែរអញ្ចឹងត្រឡប់មកវិញចំពោះវិស័យហិរញ្ញវត្ថុគេមើល PB ច្រើនហ្នឹងហើយវិស័យហិរញ្ញវត្ថុក៏គេមើល PE ច្រើនគេអត់ទៅមើល PB ទេប៉ុន្តែពេលខ្លះទៅដើម្បីឲ្យស្រួលយល់ស្រួលគិតក៏គេមើល PE ខ្ញុំទៅក៏គេមើល PB ដែរឧទាហរណ៍បងអាចទៅរកព័ត៌មានបាននៅលើអ៊ីនធឺណិតខ្ញុំធ្លាប់អានប៉ះហ្នឹងហើយ Grab ទិញញ៉ាំ24បងទៅរកមើលតម្លៃទៅឃើញហើយគឺក៏គេឲ្យ P គេអាចកែនេះថា method ផ្សេងតែចុងក្រោយទៅគេនិយាយស្រួលយល់គេថាគេឲ្យ PB ស្មើដូចជា 1.8 ដែរខ្ញុំអត់សូវចាំទេសំទោសហ្នឹងហើយតែនៅលើព័ត៌មានបងទៅរកទៅគឺឃើញមាន 1.8 មិនដឹង 1. ប្រមាណមិនដឹងឬក៏ 2.2 មិនដឹងប្រហែលអត់ចាំទេសំទោសហ្នឹងហើយឥឡូវយើងថា 1.8 ដែរចុះហ្នឹងហើយអញ្ចឹងដូចគ្នាហ្នឹងហើយអញ្ចឹងទៅហ្នឹងហើយអញ្ចឹង PB យើងមើលចឹងដែរអញ្ចឹងសរុបមកវិញ PB PE ហ្នឹងបងអាចទៅរកនៅលើ website យើងបានហ្នឹងហើយនៅលើ website យើងបានមកកន្លែងទិន្នន័យទីផ្សារហ្នឹងមកសង្ខេបការជួញដូរទៅហ្នឹងហើយសង្ខេបការជួញដូរទៅគឺឃើញហ្នឹងហើយហើយយើងមាន Telegram នៅ Telegram របស់ CSX យើងណា link របស់យើង CSX News ហ្នឹងហើយបងវាយយើងបាន add CSX News មកទៅហើយហ្នឹងហើយឃើញចូល link របស់យើងហើយនៅក្នុង link របស់យើងរាល់ថ្ងៃហ្នឹងនៅយើងមានអា link មួយហ្នឹងបងចុចតាមហ្នឹងទៅក៏បានដែរអញ្ចឹងអាហ្នឹងគឺ PE ហើយនឹង PB បាទចេញពីនឹងមួយទឹកមកដើម្បីដឹងថា 2000 ថោកជាង 10000 ឬក៏ថោកជាង 10000 យើងមើលរបស់មួយទៀតយើងមើល dividend yield យើងមើលថាតើភាគលាភគេចែកមិនហ្នឹងហើយភាគលាភគេចែកមិនហ្នឹងក៏ជារបស់មួយដែលវិនិយោគិនយើងគាត់អាសាមើលដូចគ្នាដែរហ្នឹងហើយអញ្ចឹងក្រុមហ៊ុនដដែលហ្នឹងហើយគិតឲ្យស្រួលយល់ 2000 10000 ហ្នឹងបាទឲ្យខុសកុំឲ្យខុសមួយប្រធានរបស់យើងហ្នឹងហើយតើ 2000 ហ្នឹងវាថោកជាង 10000 ឬក៏មិនហ្នឹងហើយអញ្ចឹងយើងអាចមើលជាមួយនឹងភាគលាភដែរក៏បានដែរអញ្ចឹងប្រវត្តិបែងចែកភាគលាភយើងមានដូចគ្នានៅលើ website យើងក៏មានព័ត៌មានទាំងអស់ដែលមាននៅលើ CSX Trade កន្លែងនេះហ្នឹងតែប៉ុន្តែមាននៅលើ website ទាំងអស់ហ្នឹងណាកន្លែងសង្ខេបទិន្នន័យជួញដូរហ្នឹងមានភាគលាភហ្នឹងហើយមានភាគលាភបាទ
យើងខាង2020ម៉ាន21ម៉ាន22ម៉ាន23ម៉ាន24ម៉ានហ្នឹងគឺយើងមាននៅលើហ្នឹងពីគាត់ថតចែកម៉ានហ្នឹងណាបាទ ACDA ថតចែកម៉ានហ្នឹងទៅគឺយើងមាននៅលើហ្នឹងហើយបាទគាត់ថតចែកខ្ពស់បំផុតដល់ទៅ685រៀលបាទហើយគាត់ធ្លាក់មកសល់140 227អីចឹងទៅបាទអញ្ចឹងរបស់ហ្នឹងមាននៅលើ CSX Trade យើងអាចទៅមើលនៅហ្នឹងក៏បានទៅមើលនៅលើ website យើងក៏បានចូលមកកន្លែងទិន្នន័យទីផ្សារដដែលចូលមកព័ត៌មានមូលបត្រលម្អិតមកហ្នឹងហើយយើងចង់បានក្រុមហ៊ុនមួយណាយើងរកក្រុមហ៊ុនមួយហ្នឹងទៅហ្នឹងហើយបាទអញ្ចឹងទៅយើងមានកន្លែងដូចគ្នាកន្លែងសង្ខេបទិន្នន័យជួញដូរហ្នឹងអស់មកគឺឃើញបាទភាគលាភជាសាច់ប្រាក់បាទភាគលាភជាសាច់ប្រាក់អញ្ចឹងទៅអញ្ចឹងត្រឡប់មកវិញយើងអាចទៅរំពឹងខ្លះបានដែរថាតើភាគលាភជាសាច់ប្រាក់របស់ក្រុមហ៊ុនយើងឬក៏អីក្រុមហ៊ុន A ដែលមានតម្លៃរបស់ហ៊ុន2000ហ្នឹងប្រហែលឆ្នាំចុងក្រោយឬក៏ឆ្នាំហ្នឹងឬក៏ឆ្នាំក្រោយក៏ចែកប្រហែលបើក៏ចែកបានមួយហ៊ុនបាន100រៀលហ្នឹងទៅយើងធៀបមកគឺបាន5%ហ្នឹងទៅយក100ចែកឲ្យ2000មកបាន5%ទៅដល់ពេលហ៊ុនដែលមានតម្លៃ10000គាត់រាល់ឆ្នាំគាត់ចាយយើងច្រើនហ្នឹងហើយគាត់ចែកបាន600លុយខ្មែរឧទាហរណ៍អញ្ចឹងយក600ធៀបនឹង10000ទៅគឺឃើញ 6%យើងឃើញថា10000នេះតាមពិតទៅក៏វាមិនថ្លៃដល់ណាដែរព្រោះភាគលាភមួយបានច្រើនអញ្ចឹងដែរហ្នឹងហើយអញ្ចឹងភាគលាភក៏ជាកត្តាមួយកំណត់ឲ្យហ៊ុនហ្នឹងឡើងថ្លៃឬក៏មិនឡើងថ្លៃចុះឬក៏មិនចុះដែរពេលខ្លះទៅគាត់ចាយច្រើនវិនិយោគិនសប្បាយចិត្តគាត់រំពឹងថាឆ្នាំក្រោយបានច្រើនទៀតអញ្ចឹងតម្លៃហ៊ុនឡើងអីដែរអញ្ចឹងទៅតែបងជាវិនិយោគិនបើមិនជាបងជាវិនិយោគិនរយៈពេលវែងបងអាចយល់ខ្លះដែរថានិយាយចែកលុយឲ្យយើងក៏បានមិនចែកក៏បានដែរឧទាហរណ៍ថាបងជាម្ចាស់ហាងកាហ្វេមួយហ្នឹងហើយបើមិនជាបងរកស៊ីចំណេញតើបងចែកភាគលាភឲ្យខ្លួនឯងឬក៏អត់ឬក៏បងទៅបរិយាហាងកាហ្វេបើសាខាទី2ទី3ហ្នឹងហើយន័យដូចគ្នាដែរបើមិនជាក្រុមហ៊ុនគាត់រកស៊ីចំណេញគាត់គិតថាយកលុយទៅអាប់ក្រុមហ៊ុនល្អជាងវាធ្វើឲ្យចំណេញច្រើនជាងមុនទៀតនៅឆ្នាំក្រោយអានឹងគឺជាការស្ម័គ្រចិត្តរបស់ថាដល់ក្រុមហ៊ុនអីចឹងទៅអញ្ចឹងចែកភាគលាភច្រើនក៏ល្អមិនចែកក៏ល្អដែរហ្នឹងហើយវាម្យ៉ាងម្នាក់សំខាន់បងយល់ថាតើស្ថានភាពក្រុមហ៊ុនឥឡូវគួរតែចែកភាគលាភឬក៏មិនចែកហ្នឹងហើយបើចែកឥឡូវវិនិយោគិនសប្បាយចិត្តក៏រំពឹងឆ្នាំក្រោយបានទៀតអញ្ចឹងទៅគាត់ទិញថែមឬក៏អីទៅហ៊ុននឹងឡើងថ្លៃទៅហើយបើមិនជាមិនចែកទេវិនិយោគិនមិនសប្បាយចិត្តគាត់លក់ហ៊ុននឹងចោលហ៊ុនតាក់ថ្លៃគាត់ថាបានដែរតែនៅពេលដែលក្រុមហ៊ុនមិនចែកភាគលាភលុយនឹងវាទៅណាលុយនឹងវាទៅក្រុមហ៊ុនដដែលវានៅក្នុង retain earning វានៅក្នុង equity យើងដដែលវាទៅធ្វើឲ្យកើន PB នោះវិញទេខ្ញុំឧទាហរណ៍ទៅ PB វិញដដែលឧទាហរណ៍ធនាគារ ACDA ក៏អត់ចែកភាគលាភចុះឧទាហរណ៍ហ្នឹងហើយបាទធនាគារមួយកុំហៅធនាគារ ACDA ហ្នឹងធនាគារមួយហ្នឹងអត់ចែកភាគលាភទេបើសិនជាហ៊ុនរបស់គាត់ឥឡូវហ្នឹងក្រុមហ៊ុនមួយហ្នឹងគាត់ធនាគារមួយហ្នឹងគាត់មានតម្លៃហ៊ុន 10000 ហើយ book value របស់គាត់រាល់ថ្ងៃហ្នឹង6000ឧទាហរណ៍តែអញ្ចឹងហ្នឹងហើយឆ្នាំហ្នឹងគាត់រកស៊ីចំណេញបាន 1500 ហើយគាត់ដក 500បាទគាត់ដក 500យកទៅចែកភាគលាភហ្នឹងហើយអញ្ចឹងទៅគាត់នៅសល់ 1000គាត់នៅសល់ 1000រាល់ថ្ងៃ PE របស់សំទោស PB របស់ធនាគារមួយហ្នឹងស្មើ10000ចែក 6000មកឃើញ 1.6 អញ្ចឹងរាល់ថ្ងៃតម្លៃហ៊ុនរាល់ថ្ងៃ trade នៅ 1.6 ដងនៃ book value អញ្ចឹងបើសិនជាធនាគារមួយហ្នឹងដក 500 ចេញទៅឲ្យយើងពីភាគលាភ 500 អញ្ចឹងសល់ 1000 ដាក់ចូលបន្ថែមទៀតមកដល់ 7000 ហើយបើយើងគណនា 1.6 ដដែលហ៊ុនហ្នឹងវាអាចឡើងពី 10000 ទៅ 11600 អូខេបងតាមតអត់ទេអញ្ចឹងបើសិនជាគាត់ចំណេញបាន 1500 គាត់ចែកភាគលាភឲ្យយើង 500 អញ្ចឹងគាត់សល់ 1000 ដាក់ចូលក្នុង retain earning ដាក់ចូលក្នុង equity អញ្ចឹង equity ដូរពី 6000 ទៅ 7000 ប្រសិនបើ PB របស់ក្រុមហ៊ុនហ្នឹងវានៅតែបន្ត 1.6 ដងទៀតអញ្ចឹងតម្លៃហ៊ុនវាគួរតែឡើងទៅ 11600 អូខេបងអញ្ចឹងបងបាន 500 ហ្នឹងហើយប៉ុន្តែខ្ញុំចង់និយាយថាបើសិនជាធនាគារមួយហ្នឹងអត់ចែកភាគលាភទេអត់ចែកភាគលាភទេអញ្ចឹងបាន 1500 យកមកដាក់ចូលទាំងអស់អញ្ចឹងឡើង 7500 បើសិនជា PB នៅតែរក្សា 1.66 ដងដដែលអញ្ចឹងតម្លៃហ៊ុននេះចាំមើលវានឹងឡើងទៅ 12500 មិញហ្នឹង 11600 ហ្នឹងហើយ 11600 អញ្ចឹងទៅហើយដល់ពេលបើសិនជាគាត់មិនចែក 500 ឲ្យយើងទេដាក់ចូលក្នុងក្រុមហ៊ុនទាំងអស់បើរក្សា PB នៅដដែលអញ្ចឹងតម្លៃហ៊ុនវាអាចឡើងទៅ 12500 អញ្ចឹង 12500 ធៀបមួយ 11600 នេះគឺវាខុសគ្នាដែរហ្នឹងហើយ
វាខុសគ្នា800អញ្ចឹងបើសិនជាមិនចែកភាគលាភរបស់យើង500ហ្នឹងទេតម្លៃហ៊ុនប្រហែលជាអាចខុសគ្នា800ទៀតអញ្ចឹងបើសិនជា PB នៅតែរក្សាប៉ុណ្្នឹងដដែលអញ្ចឹងត្រឡប់មកវិញបើសិនបើរាល់ថ្ងៃនេះ PB ធំជាងមួយវិនិយោគិនមិនសូវយកភាគលាភក៏ល្អដែរហ្នឹងហើយតែបើ PB រាល់ថ្ងៃតូចជាងមួយយកភាគលាភប្រហែលជាល្អជាងវិញបើគិតតាម style របស់ខ្ញុំយេអូខេបងហ្នឹងហើយអញ្ចឹងនេះ PE PB សង្ឃឹមថាបងយល់ហ្នឹងហើយត្រឡប់មកវិញ PE PB បើយើងធៀបគ្នាក៏ធៀបបានតែក្រុមហ៊ុននៅក្នុងវិស័យតែមួយឬក៏ស្រៀងគ្នាដែលយើងអត់ធៀបវិស័យផ្សេងគ្នាទេអញ្ចឹងឥឡូវយើងទៅលេខ3ហ្នឹងហើយដើម្បីដឹងថា2000ណាថោកជាងថ្លៃជាងយើងអាចទៅមើលប្រវត្តិថ្លៃហ៊ុនបានអញ្ចឹងប្រវត្តិថ្លៃហ៊ុនបងអាចមកមើលលើ website យើងទៅក៏បានមើលនៅកណ្ដេះលេងសិនក៏បានដែរហ្នឹងហើយចង់មើលថាតើក្នុងរយៈពេល52សប្តាហ៍ចុងក្រោយហ្នឹងខ្ពស់បំផុតប្រហែលវាផុតប្រហែលឥឡូវបិទប្រហែលវានៅកណ្ដាលហ្នឹងទៅហ្នឹងហើយឥឡូវហ្នឹងវា7100អញ្ចឹងទៅកាលមុនអាចឡើងដល់7400អញ្ចឹងទៅគឺក៏យើងធៀបទៀតទៅហ្នឹងហើយអញ្ចឹងបើសិនយើងធៀបទៅឥឡូវហ្នឹង7140កាលពីមុនវាធ្លាប់ឡើងដល់8000 10000 12000 14000អីចឹងទៅអញ្ចឹងហ៊ុនហ្នឹងកាលពីមុនធ្លាប់10000ជាងហើយធនាគារហ្នឹងអត់បានរកស៊ីខាតទេគ្រាន់តែពេលខ្លះទៅចំណេញតិចជាងមុនឬក៏ចាច់ភាគលាភតិចជាងមុនអីចឹងទៅហើយមានរឿងអីមួយចំនួនផ្សេងទៀតមិនដឹងចឹងទៅវាធ្វើឲ្យហ៊ុនហ្នឹងរាល់ថ្ងៃ7100បើយើងមើលលេងប៉ុណ្ណឹងទៅក៏ឃើញថាហ៊ុនហ្នឹងវាធូរថ្លៃដែរធៀបជាមួយហ្នឹងកាលមុនធៀបមួយកាលមុនគឺធូរថ្លៃហើយប្រាក់ចំណេញគឺកើនទៅខ្ញុំទៅសេអញ្ចឹងដោយសារតែមួយទៀតដែលវាចុះអញ្ចឹងដែរតម្លៃហ៊ុនចុះអញ្ចឹងដែរហើយស្រាប់តែ earning មិនមែនចំណេញទេស្រាប់តែនៅតែបន្តខាតហ្នឹងទៅអញ្ចឹងបើយើងមើលអញ្ចឹងគឺយើងអត់ដឹងថាតើចុះហ្នឹងវាធ្វើឲ្យហ៊ុនវាធូរថ្លៃប៉ុណ្្នឹងមែនហ៊ុនរហងៃវាធូរមែនឬក៏អត់ទេព្រោះហ៊ុនវាធ្លាក់មែនតែប្រាក់ចំណេញរបស់គាត់ខាតអីចឹងទៅហ្នឹងហើយអញ្ចឹងយើងអត់អាចនិយាយថាហ៊ុនរហងៃវា under value ឬក៏វាធូរជាងកាលមុនឬក៏អត់ទេធៀបvớiខ្ញុំថាវាធូរជាងកាលមុនឬក៏អត់ទេព្រោះប្រាក់ចំណេញរបស់គាត់ធ្លាក់ខ្លាំងឬក៏ខាតអីចឹងទៅត្រឡប់មកវិញបើសិនជាយើងឃើញថាថ្លៃហ៊ុនវាកើនអញ្ចឹងទៅប៉ុន្តែយើងឃើញថាកំណើននៃប្រាក់ចំណេញជាភាគរយខ្លាំងជាងនឹងទៀតក៏យើងនៅតែអាចរំពឹងថាក៏អាចគិតថារាល់ថ្ងៃហ្នឹងហ៊ុនហ្នឹងធូរថ្លៃដែរហ្នឹងហើយបន្តមកទី4ដើម្បីដឹងថា2000វាធូរជាង10000ឬក៏អត់យើងមើលថាតើរាល់ថ្ងៃហ្នឹងវាមានកំណើនយ៉ាងម៉េចដែររវាងក្រុមហ៊ុនដែល2000ហើយក្រុមហ៊ុន10000វាស្តៀងនឹងខ្ញុំឧទាហរណ៍កាលពី PE PB ហ្នឹងPE PB ហ្នឹងបើសិនជាក្រុមហ៊ុននេះយើងឃើញថា10000ហើយយើង2000ហ្នឹងហើយ10000ថ្លៃជាងមែនហើយយើងមើល PE PB មិញPE មិញឃើញថានេះចំណេញមួយហ៊ុន2000អញ្ចឹងទៅ PE 5អានេះមួយហ៊ុនចំណេញបានតែ200ទេ PE 10យើងឃើញថាហ៊ុន A នេះតាមពិតទៅដូចជាតំណងថោកជាងក្រុមហ៊ុន B ទេហ្នឹងហើយដូចខ្ញុំនិយាយកាលពីនៅ PE កាលមុនអញ្ចឹងយើងមើលតែប៉ុណ្្នឹងពេលខ្លះទៅក៏មើលអត់កើតដែរយើងត្រូវមើលរាល់ថ្ងៃហ្នឹងmargin របស់គាត់ប្រហែលភាគរយគាត់ប្រើប្រាស់លុយមានប្រសិទ្ធភាពអត់អនាគតទៅវិស័យហ្នឹងមិនដែរថាដឹកនាំមកគាត់រាល់ថ្ងៃហ្នឹងមិនដែរអញ្ចឹងទៅខ្ញុំឧទាហរណ៍ដូចការមុនតែហ្នឹងហើយយើងបាន PE អញ្ចឹងដោយសារតែ earning របស់គាត់នេះមិញ2000 earning នេះ200នេះចែកមកបាន5នេះចែកមកបាន10ហ្នឹងហើយអញ្ចឹងយើងឃើញថា A ហ្នឹងក្រុមហ៊ុន A នៅធូរថ្លៃជាងក្រុមហ៊ុន B តែខ្ញុំចង់និយាយពី growth potential ហ្នឹងចង់បានន័យថាក្រុមហ៊ុន A ហ្នឹងគាត់ចំណេញមួយឆ្នាំ2000រៀលក្នុងមួយហ៊ុនហើយឆ្នាំក្រោយគាត់នៅតែបន្តចំណេញ2000រៀលទៀតឆ្នាំក្រោយគាត់នៅតែបន្តចំណេញ2000រៀលទៀតអញ្ចឹងយើងទិញប្រហែលឆ្នាំទៀតក៏នៅតែ PE ស្មើ5ដែរប៉ុន្តែឧទាហរណ៍ថាយើងបកទៅមួយក្រុមហ៊ុន B វិញគាត់ឆ្នាំហ្នឹងគាត់ចំណេញ200ឆ្នាំក្រោយគាត់ចំណេញ400បាទឆ្នាំក្រោយបន្ទាប់ទៀតគាត់ចំណេញ800ឆ្នាំក្រោយទៀត1006ឆ្នាំក្រោយទៀត3200បាទឧទាហរណ៍ឆ្នាំក្រោយទៀត6000អីចឹងទៅហ្នឹងឧទាហរណ៍អញ្ចឹងយើងរំពឹងថាក្រុមហ៊ុនមួយនេះដែលមាន PE 10នេះដែលវាមើលទៅឥឡូវហ្នឹងវាថ្លៃជាងក្រុមហ៊ុនមួយនេះតែអនាគតថ្ងៃក្រោយយើងឃើញថាកំណើនខ្លាំងអញ្ចឹងពេលខ្លះទៅដោយសារតែគេមានលើក growth potential ក៏យើងអាចទិញអាហ៊ុនដែលមានតម្លៃ2000នេះបានដែរដែលយើងគិតថាឥឡូវហ្នឹងវារៀងថ្លៃជាង10000ធៀបនឹងប្រាក់ចំណេញអីទៅតែដល់ពេលយើងធៀបជាមួយនឹងអនាគតច្រើនឆ្នាំទៀតទៅចង់ទិញទុកឬក៏អីទៅក៏យើងអាចរំពឹងទៅលើអាក្រុមហ៊ុន B នេះបានដែរយើងគិតថាវាធូរថ្លៃដែរក៏ថាបានដែរតាមការយល់ឃើញរបស់វិនិយោគិនផ្សេងគ្នាអញ្ចឹងត្រឡប់មកវិញនៅវាស្រៀងដូចយើងចិញ្ចឹមកូនឬក៏យើងធ្វើកម្រងអីមួយឬក៏យើងរកស៊ីអីមួយដែលឥឡូវហ្នឹងវាមិនសូវចំណេញវាខាតពី2ឆ្នាំសិនឬក៏អីហ្នឹងដល់ពេលយើងរំពឹងថាឆ្នាំក្រោយវានឹងកើនយើងរកស៊ីអាហ្នឹងដូចគ្នាដែរក្រុមហ៊ុនមួយហ្នឹងវាមិនសូវចំណេញមែនតែថ្ងៃក្រោយទៅវាចំណេញខ្លាំងអញ្ចឹងក៏យើងអាចគិតថាក្រុមហ៊ុនហ្នឹងវាល្អដែរអា2000ក៏វាធូរថ្លៃដែរធៀបនឹង10000បើទោះបីជារាល់ថ្ងៃ
PE គាត់រៀងខ្ពស់ជាងអា10000នឹងក៏ដោយអូខេបងសរុបមកវិញវិធីសាស្ត្រ4ហ្នឹងគឺជាវិធីសាស្ត្របែបសាមញ្ញជាងគេនៅក្នុងការយកមកមើលថាតើក្រុមហ៊ុនមួយហ្នឹងវារៀងថ្លៃឬក៏រៀងធូរថ្លៃអញ្ចឹងត្រឡប់មកវិញ2000មិនប្រកាសថាថោកជាង10000ទេ10000មិនប្រកាសថាថ្លៃជាង2000ទេអញ្ចឹងចង់ឲ្យបងដកការគិតនឹងមួយចេញប៉ុន្តែខ្ញុំអត់ជំទាស់ទេដែល2000វាងាយឡើង3000ជាង10000ឡើង15000អញ្ចឹងហើយនៅស្រុកគេពេលខ្លះទៅហ៊ុនមួយហ៊ុនឡើងដល់រាប់រយដុល្លារឬក៏អីហ្នឹងទៅទោះជាពេលខ្លះគេអាចទិញជាប្រភេទជា fractional ក៏ដោយហ្នឹងហើយអញ្ចឹងទៅហ៊ុនស្រុកគេពេលខ្លះទៅវាហ៊ុនខ្ពស់ពេកវាពិបាកយកវិនិយោគិនទៅទិញតែពេលហ៊ុនស្រុកខ្មែរយើងទោះជាឡើង10000 15000 20000 30000 40000ក៏នៅតែខ្ញុំគិតថាវាតែមានវិនិយោគិនអាចមានលុយទិញបានដែរតែមួយហ៊ុន3 40000លុយខ្មែរយើងគិតថា$10ឬក៏40000ហ្នឹងខ្ញុំគិតថានៅតែមានវិនិយោគិនទិញបានអញ្ចឹងហើយយើងទិញចាប់ពីមួយហ៊ុនទៅទេអញ្ចឹងបកមកវិញវា2000ដោយ20000ដោយហ៊ុនហ្នឹងសិតតែជាហ៊ុនដែលមិនអាចនិយាយថាមួយណាថោកមួយណាថ្លៃទេវាសំខាន់បងរំពឹងថាហ៊ុនមួយណាឡើងខ្ពស់ជាងនៅពេលអនាគតតាមរយៈបងវិភាគលើ PE PB ភាគលៀបកំណើនអីចឹងទៅហ្នឹងហើយអរគុណច្រើនជួបគ្នាវីដេអូក្រោយ